បាទសួស្តីអ្នកចម្បាំងទាំងអស់គ្នាថ្ងៃនេះយើងមកបន្តសាច់រឿងអ្នកចម្បាំងលោហិតនាគរៀងភាគទី13ជាបន្តទៅទៀតកុំភ្លេចជួយចុច like និង subscribe Channel របស់មីនម្នាក់មួយផងផ្ដើមឡើងនៅក្នុងភាគនេះប្រជាជនគ្រប់គ្នានៅក្នុងកម្មវិធីប៉ុននេះកំពុងតែគោរពនៅការមកដល់របស់សម្ដេចប៉ាមលីនលៃគាត់មើលទៅហាក់ដូចជាឆ្ងល់អាលីស៊ឺក៏បានឲ្យគាត់គោរពតាមគេទេហើយយើងក៏បានឃើញដំណើរមកដល់របស់សម្ដេចប៉ាមអមជាមួយនឹងអ្នកចម្បាំងជាច្រើនមាននៅឈើច្រត់មួយដើរឡើងទៅកាន់វេទិកាដោយអំណាចហើយក៏បានអុកឈើច្រត់បញ្ចេញនៅយុទ្ធសិលវេទមន្តជារស្មីចិញ្ចាញសម្ដេចប៉ាបក៏បានប្រកាសថាក្នុងនាមជាព្រះជាម្ចាស់យើងទាំងអស់គ្នាជាកូនរបស់ព្រះហើយព្រះជាម្ចាស់កំពុងតែមើលថែពួកយើងប្រជាជនគ្រប់គ្នាក៏អធិដ្ឋានសូមសេចក្តីសុំនិងសេចក្តីមេត្តាពីព្រះជាម្ចាស់របស់ពួកគេហើយប្រុសម្នាក់នេះឃើញស្លាប់នៅភាគមុនហើយប៉ុន្តែនៅមានមុខទៀតបើមើលទៅកាន់ប្រស្រីភ្នែករបស់មនុស្សគ្រប់គ្នាហាក់ដូចជាត្រូវសណ្ដំអញ្ចឹងនៅពេលនោះអាលីស៊ឺឯហ្នឹងក៏ធ្វើការគោរពទៅដូចគេដូចឯងដែរហើយលីនលៃក៏រៀបនឹងគោរពដូចគ្នាប៉ុន្តែក៏ត្រូវបានប្រតិចារទៅលីនដាស់គាត់ឲ្យដឹងខ្លួនវិញហាល់អើតឯងដឹងខ្លួនហើយលីនលៃក៏ឆ្ងល់ថាពន្លឺបរិសុទ្ធនេះវាអាចធ្វើឲ្យខ្ញុំមានអារម្មណ៍ថាស្រួលខ្លួនមែនទែនដូចជាបានសម្រាកយ៉ាងខ្លាំងធ្វើឲ្យខ្ញុំមានអារម្មណ៍ថាចោះចាញ់តែម្ដងមិនអាចគ្រប់គ្រងខ្លួនឯងបានតទៅសោះប្រតិចារក៏ថាប្រកាសហើយនេះជាវេទមន្តផ្លូវចិត្តដែលមានសមត្ថភាពគ្រប់ដណ្ដប់មនុស្សរាប់រយពាន់នាក់លីនលៃគាត់ក៏ភ្ញាក់ផ្អើលមែនទែនពីវេទមន្តផ្លូវចិត្តមួយនេះមួយសន្ទុះក្រោយមកមនុស្សគ្រប់គ្នាក៏បានដឹងខ្លួនឡើងមកវិញមើលទៅកាន់ទឹកមុខរបស់ពួកគេគឺថាសប្បាយចិត្តមានអារម្មណ៍ល្អមែនទែនលីនលៃហើយនិងអាលីស៊ឺក៏បានដើរចាក់ចេញត្រឡប់ទៅវិញអាលីស៊ឺក៏បានសួរតើពិធីបុណ្យនេះបងប្រុសលីនលៃមានអារម្មណ៍យ៉ាងម៉េចដែរមានអារម្មណ៍ថាស្រួលខ្លួនណាស់មែនអត់លីនលៃក៏ប្រាប់តាមត្រង់ខ្ញុំមានអារម្មណ៍ថាដូចជាត្រូវបានគេគ្រប់គ្រងមិនអាចធ្វើសកម្មភាពឯករាជ្យបានអាលីស៊ឺនាងក៏បានថានេះគឺជាព្រះអង្គម្ចាស់អត់ទោសឲ្យអំពើបាបរបស់យើងហើយដោះលែងយើងពីអំពើបាបប៉ុន្តែលីនលៃក៏ប្រាប់នេះគ្រាន់តែជាវេទមន្តផ្លូវចិត្តមួយប្រភេទប៉ុណ្ណោះវាជួយឲ្យបង្កើតអារម្មណ៍ដែលរីករាយមិនពិតមួយយើងមិនគួរញៀនជាមួយនឹងវានោះទេអាលីស៊ឺនាងក៏ឆ្ងល់មិនបានជាលីនលៃគិតបែបនេះដរាបណាឲ្យតែយើងកាន់សាសនាធ្វើការអធិដ្ឋានដោយស្មោះត្រង់ព្រះជាម្ចាស់នឹងប្រទានពរប៉ុន្តែសម្រាប់លីនលៃគាត់បាននិយាយយ៉ាងម៉ឺងម៉ាត់អ្វីគ្រប់យ៉ាងដែលយើងទទួលបានគឺវាអាស្រ័យទៅលើការខិតខំប្រឹងប្រែងរបស់យើងផ្ទាល់ប៉ុណ្ណោះវាមិនអាចជាការប្រទានពររបស់អ្នកដទៃបាននោះទេនេះវាគ្រាន់តែជាវិធីសាស្ត្រប្រើនៅសាសនាពន្លឺដើម្បីបង្កើតនៅអ្នកមានជំនឿប៉ុណ្ណោះអាលីស៊ឺនាងហាក់ដូចជាខឹងជាមួយនឹងលីនលៃខ្ញុំត្រឡប់ទៅផ្ទះមុនហើយមិនចាំបាច់ជូនខ្ញុំទៅទេហើយអ្នកទាំងពីរក៏បានដើរត្រឡប់ទៅវិញរៀងៗខ្លួនទៅងាកមកកាន់លីនលៃនៅឯសារមន្ទីរវិញជាមួយនឹងអ្នកគ្រប់គ្រងសារមន្ទីរគាត់ពិតជាភ្ញាក់ផ្អើលមែនទែនរូបចម្លាក់ថ្មចំនួន3លោកបានក្នុងតម្លៃកាក់មាសច្រើនបែបនេះប្រធានសារមន្ទីរគាត់ក៏បាននិយាយថាចម្លាក់ថ្មរបស់គ្រូចម្លាក់ជាធម្មតាមួយមានតម្លៃត្រឹមតែ1000កាក់មាសប៉ុណ្ណោះប៉ុន្តែដោយសារតែប្រាថ្នារបស់លីនលៃជាគ្រូវេទមន្តដ៏ប៉ិនប្រសប់ម្នាក់មកពីសាលា Ensuter គាត់អាចលក់វាគុណតម្លៃច្រើនដងឯណោះដើរបន្តទៅមកគាត់បានឃើញចម្លាក់ពីសត្វម្យ៉ាងសម្លឹងមើលទៅកាន់រូបចម្លាក់ថ្មមួយហ្នឹងគាត់បានឃើញពីទស្សនវិជ្ជារបស់សត្វនឹងជាក់ស្ដែងប្រធានសាលក៏បានសួរយ៉ាងម៉េចដែរចម្លាក់មួយនេះវាជាស្នាដៃដ៏អស្ចារ្យដែលខ្ញុំបានខ្ចីពីសាល Opalion សម្រាប់ការតាំងពិព័រណ៍ដោយការខិតខំប្រឹងប្រែងយ៉ាងខ្លាំងណាស់លីនលៃក៏ប្រាប់ទៅកាន់ប្រធានសាលតើលោកអាចផ្ដល់យោបល់ពីការកែលម្អទៅលើស្នាដៃរបស់ខ្ញុំខ្លះបានទេប្រធានសាលគាត់ប្រាប់ថាតាមគំនិតរបស់ខ្ញុំស្នាដៃរបស់លោកគឺពិតជាពិសេសណាស់ខ្សែបន្ទាត់មានភាពរលូនឥតខ្ចោះស្ទើរតែគ្មាននៃការបបែកវាដូចជាត្រូវបានបង្កើតឡើងត្រឹមតែពេលមួយដង្ហើមអញ្ចឹងប្រតិចារគាត់ក៏ចេញមកហេមានមនុស្ស2នាក់ប៉ុណ្ណោះដែលចេះនៅបច្ចេកទេសកំបិតសំប៉ែតរបស់គាត់តើពួកគេនេះដឹងស្អីទៅអាឡឺនកុំភ្លេចណាយើងមកទីនេះមិនមែនដោយសារតែហេតុផលនេះនោះទេរូបភាពបានកាន់មកដល់ផ្ទះរបស់អាលីស៊ឺលីនលៃក៏បានដើរមកប៉ុន្តែឃើញថាស្ងាត់ជ្រាមកាន់បាច់ផ្កាមកបាញ់គាត់ថាតើអាលីស៊ឺនៅតែខឹងខ្ញុំទៀតមែនទេស្រាប់តែពេលនោះអាលីស៊ឺក៏បានមកពីខាងក្រោយលីនលៃក៏បញ្ញាប់សុំទោសតែនាងក៏ថាមិនអីទេបងប្រុសលីនលៃខ្ញុំគិតយល់ហើយខ្ញុំជាមនុស្សមិនមានសុវត្ថិភាពខ្លាំងខ្ញុំតែងតែស្វែងរកនៅការលួងលោមពីអ្នកដទៃហើយបងពូកែនឹងឯករាជ្យខ្លាំងណាស់ដូច្នេះបងមិនយល់ពីការពឹងផ្អែករបស់ខ្ញុំទៅលើព្រះនោះទេឥឡូវយើងមិនចាំបាច់និយាយរឿងនេះទៀតនោះទេខ្ញុំគ្រាន់តែចង់នៅជាមួយនឹងបងប៉ុណ្ណោះបន្តមកលីនលៃកំពុងតែដើរប៉ុន្តែគាត់មានអារម្មណ៍ថាអាលីស៊ឺមានអារម្មណ៍ដូចជាត្រជាក់បន្តិចប្រតិចារក៏ថាពួកឯងទាំងពីរបានបែកគ្នាយូរពេកពេលដែលជួបគ្នាប្រហែលជាប្លែកហើយវាច្បាស់ជាធ្វើឲ្យអារម្មណ៍របស់ឯងរៀងចុះខ្សោយអញ្ចឹងហើយលីនលៃដោយសារតែញ៉ែស្រីដំបងអញ្ចឹងទៅក៏សួរទៅកាន់ប្រតិចារថាតើគួរធ្វើយ៉ាងម៉េចកំពុងតែគិតហ្នឹងគឺរកឃើញលំមឃើញមានអ្នកលក់ម្នាក់គាត់កំពុងតែលក់បាល់គ្រីស្តាល់ចងចាំដែលបង្កើតឡើងដោយគ្រូវេទមន្តទឹកកម្រិត8គេកំពុងតែផ្សព្វផ្សាយលក់លីនលៃក៏ដឹងថានេះគឺជាវេទមន្តទឹកដែលគាត់អាចបញ្ជូនរូបភាពបានដោយភ្ជាប់ទៅកាន់បាល់គ្រីស្តាល់មួយនេះប៉ុន្តែគាត់ឆ្ងល់ថាវាតាក់ទងអីជាមួយនឹងការដោះស្រាយបញ្ហាដែលគាត់ឃ្លាតឆ្ងាយពីអាលីស៊ឺប្រតិចារទៅលីនក៏ថាល្ងងមែនអ្នកលក់ក៏បានបន្តផ្សព្វផ្សាយថាមពលវេទមន្តតែបន្តិចប៉ុណ្ណោះគឺអាចរក្សាទុកនៅការចងចាំដ៏ផ្អែមល្ហែមបានបើមានបាល់គ្រីស្តាល់មួយនេះចម្ងាយគឺលែងអាចបំផ្លាញស្នេហារបស់យើងទៀតបានហើយលីនលៃក៏បានទិញយក2តែម្ដងនៅពេលដែលពួកយើងនៅគ្នាពួកយើងអាចមើលតាមបាល់គ្រីស្តាល់នេះបានប្រតិចារក៏ថាហីយ៉ាពិតជាការចំណាយដ៏ច្រើនពិតមែនបាល់គ្រីស្តាល់មួយមានតម្លៃ800កាក់មាសប៉ុន្តែសម្រាប់លីនលៃ
យវិញវាគឺរដ្ឋមានតម្លៃប្រសិនបើអាលីស៊ឺនាងសបាយចិនគាត់ក៏បញ្ញាប់យកវាទៅឲ្យអាលីស៊ឺតែម្ដងកំពុងតដើរទៅនោះក៏ស្រាប់តែបងប្អូនទាំង3របស់គាត់នឹងក៏បានមកកាលីណូរៀបនឹងនិយាយប៉ុន្តែក៏ត្រូវបានឆៅជឿខនយេឡូក៏បានទៅផ្ទះស្មាលីនឡៃឯងទៅរងអាលីស៊ឺមែនទេលីនឡៃក៏ប្រាប់ថាបានយេឡូក៏សម្រេចថានិយាយអូនទី3ហើយពួកយើងទៅឃើញអាលីស៊ឺដើរកាន់ដៃជាមួយនឹងបរិះចម្លែកម្នាក់លីនឡៃគាត់គាំងតែម្ដងមិនជឿទេគាត់នឹងទៅមើលដោយខ្លួនឯងនៅពេលដែលលីនឡៃបានដើរទៅដល់ចំពេលដែលអាលីស៊ឺឡើងរទេះរបស់គ្រួសារទើពូពេលនោះអាប៉ែខាឡានបានឃើញលីនឡៃបែបនេះគេញញឹមក្បួយតែម្ដងឪពុករបស់អាលីស៊ឺក៏បាននិយាយស្ដីឲ្យលីនឡៃថាលីនឡៃចាប់ពីថ្ងៃហ្នឹងទៅក៏មករកអាលីស៊ឺរបស់យើងទៀតពួកឯងទាំងពីរមិនសមគ្នានោះទេកាលពីប្រហែលខែមុនមានរឿងមួយបានកើតឡើងនៅក្នុងគ្រួសាររបស់ខ្ញុំអ្នកប្រុសខាឡានចំណាយកាក់មាសរាប់ពាន់ដើម្បីជួយនាងដោះស្រាយចុះឯងវិញតើឯងបានធ្វើអីសម្រាប់នាងទៅអាចមកប៉ៃចង់ខឹងជំនួសលបងធំអញ្ចឹងតើមានអីកើតឡើងមិនបានអាលីស៊ឺមិនប្រាប់ខ្ញុំអញ្ចឹងឪពុករបស់អាលីស៊ឺហេតើឯងមិនយល់ភាសារបស់មនុស្សទេខាឡានគេបានស្រែកពីចម្ងាយថាអាលីស៊ឺជាមួយនឹងខ្ញុំធំធាត់ជាមួយនឹងគ្នាស្គាល់គ្នាច្បាស់ណាស់ចំពោះអាលីស៊ឺលោកគឺអាចកំបាំងនិងឃ្លាតឆ្ងាយណាស់គ្រួសាររបស់លោកក៏បានធ្លាក់ចុះដូច្នេះលោកជាមួយនឹងអាលីស៊ឺគឺនៅក្នុងពិភពខុសគ្នាជីវិតប្រភេទនេះគឺពិតជាហត់នឿយណាស់អាលីស៊ឺត្រូវការក្តីស្រឡាញ់ដែលមានលក្ខខណ្ឌគ្រប់គ្រាន់លោកមិនអាចផ្ដល់ឲ្យនាងបាននោះទេលោកមិនអាចផ្ដល់ឲ្យនាងនៅជីវិតដែលនាងចង់បាននោះទេប៉ុន្តែសម្រាប់លីនឡៃគាត់ត្រូវការឲ្យអាលីស៊ឺឆ្លើយដោយខ្លួនឯងខាឡានគេបានបើកទ្វារឲ្យតែម្ដងលីនឡៃបានឈរនៅចំពោះមុខនាងអាលីស៊ឺបានត្រឹមតែសុំទោសទៅកាន់លីនឡៃយ៉ាងម៉េចលោកជឿឬនៅលីនឡៃគាត់ពិតជាខកចិត្តខ្លាំងមែនតើមានស្នេហាលើកដំបូងឥឡូវត្រូវគេបោកទៀនទីបំផុតរឿងដែលមានសម្រាយគឺមានអ្នកក្លាហានស្រីបោកហើយលីនឡៃក៏គិតថាដូច្នេះនេះគឺជាជំរើសរបស់នាងគាត់ក៏បានដើរចេញបោកគ្រីស្តាល់នឹងខ្ទេញបងប្អូនទាំង3របស់គាត់ក៏ចាំតាមមើលលីនឡៃដែរយេឡូប្រាប់ឲ្យអ្នកទាំងពីរខ្លំមើលលីនឡៃទៅគាត់ទៅធ្វើរឿងមួយពេលនេះបរិះស្រីបោកក៏បានមកឈរនៅចំពោះថ្មប្រើការឆ្លាក់ដើម្បីបញ្ចេញការឈឺចាប់ជាមួយនឹងបាត់សែននៅខាងគ្រួសារទៅពូឯនោះវិញឪពុករបស់ខាឡានក៏បានសួរអញ្ចឹងនាងគឺជាអាលីស៊ឺបាទប៉ាបើឯងស្រឡាញ់គ្នាទៅហើយរៀបការជាមួយនឹងនាងទៅគ្រួសារទៅពូមិនអាចមានការចងគំនុំអ្វីបានទេងាកទៅកាន់លីនឡៃឯនោះវិញបន្តធ្វើការឆ្លាក់ដោយរយៈពេលចេះតែកន្លងផុតទៅលីណូបានស្រែកថានេះអស់រយៈពេល3យប់3ថ្ងៃហើយចង់ទៅអូសលីនឡៃមកវិញប៉ុន្តែក៏ត្រូវបានឆាវជឿខនរឿងទៅមួយគត់ដែលពួកយើងអាចធ្វើបានគឺកំដរគេងាកមកកាន់យេឡូនេះវិញបានបញ្ជូនមនុស្សឲ្យទៅសើមក្រោយមកក៏ដឹងថាគឺជាគ្រួសារទៅពូយេឡូដាក់បញ្ជាតែម្ដងគ្រួសារទៅពូហ៊ានធ្វើបាបអូនប្រុសរបស់យើងតើអ្នកណាហ៊ានផ្ដល់ភាពក្លាហានឲ្យគ្រួសារទៅពូបែបនេះផ្សព្វផ្សាយពាក្យរបស់យើងថាអ្នកណាដែលជួយគ្រួសារទៅពូគឺប្រឆាំងជាមួយនឹងសមាគមពាណិជ្ជកម្មតោសិនលីនឡៃនៅតែបន្តធ្វើការឆ្លាក់វាប្រៀបបានដូចជាការហ្វឹកហាត់ផងដែររដ្ឋាភិបាលតឺលីនក៏បានដឹងថាប្រលឹងរបស់លីនឡៃគឺពិតជាមានភាពសុខដុមរមនាទាំងស្រុងជាមួយនឹងធម្មជាតិការឆ្លាក់នៅក្នុងស្ថានភាពបែបនេះមិនត្រឹមតែអនុញ្ញាតឲ្យអំណាចខាងវិញ្ញាណរបស់លីនឡៃលូតលាស់លឿនជាងធម្មតារាប់ពាន់ដងទេប៉ុន្តែថែមទាំងអនុញ្ញាតឲ្យលីនឡៃស្រូបយកនិងកែលម្អនៅអំណាចធម៌ពលវេទមន្តជាបន្តទៀតផងនៅខាងគ្រួសារទៅពូនោះវិញបន្ទាប់ពីទទួលបានដំណឹងញាក់ផ្អើលខ្លាំងមែនទែនមិនបានជាពួកគេផ្លាស់ប្ដូរដៃគូមនុស្សរបស់គេក៏បានប្រាប់ថាសមាគមតោសិនទើបតែប្រកាសថាពួកគេគឺលុបចោលនៅកិច្ចសហប្រតិបត្តិការជាមួយនឹងពួកយើងនេះគឺជាការកាត់ផ្ដាច់ផ្លូវរបស់គ្រួសារទៅពូរបស់យើងទៅឆាប់ទៅរកមូលហេតុឲ្យលឿនមើលតើមានឱកាសណាមួយដើម្បីជួយសង្គ្រោះស្ថានភាពដែរទេចំណែកឯលីនឡៃនៅតែបន្តឆ្លាក់អមជាមួយនឹងការឈឺចាប់និងការចងចាំដែលត្រូវបានគេបោកជាចុងក្រោយដកនៅកំបិតសំប៉ែនបញ្ចេញនៅពាក្យថាលីហើយជាលទ្ធផលចម្លាក់ថ្មដែលគាត់បានឆ្លាក់វាគឺពិតជាស្រស់ស្អាតមែនទែនប្រតិចាគាត់បានឃើញហើយក៏បានសើចអបអរសាទរអាលអិនឯងបានឆ្លងមកដល់កម្រិតទី7ហើយលីនឡៃទៅតែភ្ញាក់ខ្លួនកម្រិតទី7យេឡូប្រាប់ថា10ថ្ងៃហើយអូនទី3ទីបំផុតឯងភ្ញាក់ហើយមើលទៅកាន់ចម្លាក់វិញវាពិតជាស្រស់ស្អាតនេះបានគេថាស្នេហាធ្វើឲ្យមនុស្សជឿចាំប៉ុន្តែលីនឡៃវិញគឺគាត់អាចរីកចម្រើននៅការហ្វឹកហាត់ពេលនេះលីនឡៃគឺបានឆ្លងផុតឧបសគ្គនៃការឆ្លាក់រចនាបថកំបិតសំប៉ែដែរហើយក៏បានឈានដល់កម្រិតគ្រូចម្លាក់ទៀនស្នាដៃមួយនេះអាចត្រូវបានចាត់ទុកថាជាស្នាដៃតំណាងនៃរចនាបថកំបិតសំប៉ែតរបស់ពួកយើងតើឯងដាក់ឈ្មោះឲ្យវាហើយឬនៅលីនឡៃគាត់ក៏បានដាក់ឈ្មោះឲ្យវាថាញាក់ពីសុបិនសាច់រឿងនៅក្នុងភាគទី13របស់យើងក៏បានស្លេះត្រឹមតែប៉ុណ្ណឹងកុំភ្លេចជួយចុច like និង subscribe ឲ្យ admin ម្នាក់មួយផងយើងចាំជួបគ្នានៅវីដេអូក្រោយ